ស្ដាប់សំឡេងបេះដូងខ្លួនឯងនៅពេលដែលអ្នកវង្វេងផ្លូវអ្នកនឹងដើរសួរអ្នកនេះអ្នកនោះដើម្បីដឹងពីផ្លូវខាងមុខដែលអ្នកត្រូវទៅអ្នកព្យាយាមដើរសួរអ្នកនេះដើរសួរអ្នកនោះគេអាចប្រាប់អ្នកពីអ្វីដែលអ្នកឆ្ងល់ចង់ដឹងបានប៉ុន្តែគេមិនអាចដឹងច្បាស់ពីផ្លូវដែលអ្នកចង់ទៅពិតប្រាកដឡើយការមិនស្គាល់ខ្លួនឯងច្បាស់នឹងនាំឲ្យអ្នកវង្វេងផ្លូវក្នុងជីវិតនេះបើអ្នកចង់ដឹងផ្លូវទៅមុខតាមទិសដៅណាអ្នកគួរតែចំណាយពេលវេលានៅជាមួយខ្លួនឯងឲ្យបានច្រើនដើម្បីស្វែងយល់ពីជម្រៅចិត្តរបស់ខ្លួនឯងព្រោះអ្នកដទៃមិនអាចចង្អុលផ្លូវត្រូវឲ្យអ្នកដើរបានដូចជាអ្នកខ្លួនឯងដឹងផ្លូវត្រូវទៅណានោះឡើយស្ងប់ស្ងាត់ស្ដាប់សំឡេងបេះដូងខ្លួនឯងទើបអាចដឹងច្បាស់ពីគោលបំណងដែលអ្នកត្រូវចាប់ផ្ដើមបោះជំហានធ្វើដំណើរលើវិថីជីវិតនេះបានងាយស្រួលកម្លាំងចិត្តពីខាងក្នុងរបស់អ្នកនឹងជួយឲ្យអ្នកមានសតិស្មារតីមានកម្លាំងកាយនិងកម្លាំងចិត្តដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯងឲ្យក្រោកឈរសារជាថ្មីឡើងវិញបានមិនថាអ្នកដទៃលើកទឹកចិត្តអ្នកច្រើនកម្រិតណាឬផ្ដល់ជាគំនិតច្បល់ដល់អ្នកប៉ុណ្ណាឬក៏ផ្ដល់ឲ្យអ្នកច្រើនយ៉ាងណាវានឹងមិនមានប្រយោជន៍អ្វីទាំងអស់ប្រសិនបើអ្នកមិនមានកម្លាំងជំរុញពីខាងក្នុងខ្លួនឯងដើម្បីក្រោកឈរហើយកែប្រែទម្លាប់នៃការគិតមិនល្អព្រោះការគិតរបស់អ្នកនេះហើយដែលនាំឲ្យអ្នកមានទម្លាប់ក្នុងការរស់នៅមិនមានរបៀបមិនខំប្រឹងប្រែងមិនមានកម្លាំងចិត្តប្រឆាំងជាមួយបញ្ហាដែលចូលមកបំផ្លាញជីវិតអ្នកហើយអ្នកនឹងនៅតែវង្វេងនៅលើផ្លូវជីវិតរបស់អ្នកដោយគ្មានគោលដៅច្បាស់លាស់ណាមួយនឹងទៅដល់បានឡើយ